ឥឡូវសបោសបាយមែនតែនបងប្អូនហើយឲ្យទៅដល់បនរដូវចូលឆ្នាំម្ដងគឺប្លែករហូតតែម្ដងមាននំខ្មែរលក់នៅគ្រប់ទីកន្លែងសង្ក្រាន្តឆ្នាំថ្មីគ្រប់កន្លែងទាំងអស់តែម្ដងហើយជាពិសេសគាត់រៀបចំបានស្អាតបាត់មែនតែនតែម្ដងហើយនំខ្មែរយើងគ្រប់មុខតែម្ដងមិនទាំងនំបញ្ចុកស្លប្រហើរស្លការីមានតែម្សមចេកម្សមជ្រូកម្សមថ្នោតក៏ឆ្ងាញ់បងប្អូនប៉ុណ្ណមេដៃគឺឆ្ងាញ់មែនតែនមាននំចាក់អាចារ្យនំអីច្រើនមែនតែននំសយនំអីបងប្អូនហើយគាត់មិនអស់ទេណានំវាប្លែកមែនតែនហើយពណ៌ចម្រុះស្អាតមែនតែនតែម្ដងថ្នោតគឺធ្វើពីថ្នោតពិតតែម្ដងបងប្អូនណាគឺថ្នោតខ្មែរយើងទៅធ្វើមិនមែនទៅនំកញ្ចប់ថ្នោតកញ្ចប់ទេហើយនេះបាយជាឆឹងចំហុយបាយគាត់ពេជ្រខ្ចប់វិញគឺមានអបជាស្លឹកថ្នោតគេចាក់បងប្អូនគឺស្អាតមែនតែនតែម្ដងក្នុងមួយអបហ្នឹងបងប្អូន11500បងប្អូនណាគឺគាត់ពេជ្រខ្ចប់គឺនំ6នំទេម្សៅបងប្អូនណាគាត់លក់នៅទីនេះគាត់ទិញកន្លែងគេគឺក្នុងមួយថ្ងៃគឺគេយក100សម្រាប់ចូលលក់កន្លែងប៉ុននានាអញ្ចឹងណាគាត់រកចំណេញតិចដែរអញ្ចឹងក៏ជួយទ្រាំទ្រនំខ្មែររបស់យើងផងបងប្អូនពេលដែលឃើញនៅកន្លែងណាយើងក៏ជួយទិញជួយទ្រាំទ្រជួយញ៉ាំផងណាឲ្យគាត់ដាច់លក់ដាច់ទៅថ្ងៃក្រោយគាត់ធ្វើទៀតតបមកនេះក៏ជាបង្អែមលឿងមាត់ក៏បងប្អូនគឺមកជូរមានគ្រប់មុខតែម្ដងនេះមានអស់មាននៅអញ្ចឹងទៅក៏មានអQ code ដែរស្រួលមែនតើយើងអត់មានលុយក្រៅយើងអាចបាញ់តាមកង់តាមអីបានញ៉៎សម័យយើងជឿនលឿនមែនតើហើយនំដូចគ្នាបងប្អូនមាននំទីននំគមនំបត់នំច្រើនមុខមែនតើខ្ញុំរៀបរាប់មិនអស់ទេគ្រាន់តែឃើញតាមវីដេអូនេះខ្ញុំបង្ហាញអញ្ចឹងបងប្អូនណាគឺខ្ញុំដើរថរហូតអញ្ចឹងទៅគឺនំរៀងគ្នាហើយបាយជាខាងក្រោមនោះគាត់ទៅដោយកុមារខ្មែររបស់យើងខាងនេះក្នុងបច្ចុកលបហាលការីយើងនេះក៏មានបន្លែសពមុខតែម្ដងបងប្អូនគឺតំណងមែនតើជាពិសេសគាត់ធ្វើមានអនាម័យត្រឹមត្រូវគាត់មានសិទ្ធិស្រមដៃស្រមអីត្រឹមត្រូវមែនតើតែម្ដងហើយអត់មែនចាប់ប៉ាត់ណាប៉ាត់ណៃទេបាយនេះគឺនំចំហុយនំបង្អែមយើងបងប្អូនមានទាំងអែមគ្រប់មុខតែម្ដងបងប្អូនណាបងប្អូនចង់ញ៉ាំអីគឺបាននឹងតែម្ដងគឺស្រួលមែនតើសម័យយើងជឿនលឿនមែនតើគឺបនទៀនបងប្អូនវិចតែលុយទៅមិនខ្វះទេរបស់ញ៉ាំនៅកន្លែងconcert មិនថាតាមប៉ុននានាបងប្អូនមិនខ្វះញ៉ាំទេសើអ្នកលោកបងប្អូនហើយក៏កែវិខ្ចប់កែរៀបមែនតើគឺស្អាតមែនតើហើយបាយនេះជាគ្រឿងក្លែមទៀតហើយជាក់មានកដោបបំពងឬក៏បាយយកបាយអីគេឆាទុកអញ្ចឹងហើយគេដាក់កម្ដៅអញ្ចឹងមកពេលយើងទិញទៅវាដួសដាក់មកស្រួលបាយនេះជាចង្រិតលីងចង្រិតបំពងបងប្អូនណាម្ហូបរបស់យើងគឺមានសំមុខចម្រុះតែម្ដងមានបង្គាមានបង្កងឬក៏មានមឹកអាំងអញ្ចឹងមកគឺក៏មានសពណាហើយឃើញប៉ុណ្ណឹងមិនមែនទូចទេបងប្អូន11500របស់គាត់ហ្នឹងគឺដាក់ទៅពេញមកប្រអប់តែម្ដងគឺមានគ្រឿងមានអីទៀតណាមានអីឲ្យយើងត្រឹមត្រូវខាងនេះគូសបោដែរបងប្អូនមិនដឹងជាស្អីខ្លះទេអានេះស្រង់មកថ្មីដឹកឌឺបងប្អូនគេបំពងថ្មីតែម្ដងហើយលក់របៀបរៀងគ្នាតែម្ដងហើយមាននំបញ្ចុកមានបាយឆាមានអីចឹងមកនំបញ្ចុករបស់គាត់ហ្នឹងគឺរៀបបានស្អាតមែនទែនហើយបាយចម្លែដូចបងប្អូនឃើញអញ្ចឹងបាយនេះពីភេទត្រជាក់តាមជូរអញ្ចឹងមកយើងមានអីចង់ញ៉ាំអីគឺបាននឹងអញ្ចឹងជាក់គឺឆ្ងាញ់មែនទែនតែម្ដងហើយមានទាំងទឹកសុទ្ធមានទាំងភេទជាក់អីអញ្ចឹងណាយើងអាចចេះរៀបរាប់បងប្អូនឃើញតែផ្លាក់ដឹងហើយជួមើលហ្នឹងពី review ទៅបាក់ខាងនេះបងប្អូនចែកទេអត់ទៅណាវល់តែរឿងសាច់ខ្លែមហ្នឹងតែម្ដងប្រហែលទៅឡូការីរបស់យើងអត់ចោលទេមកនំរបស់ខ្មែររបស់យើងគឺក្រំត្រូវមែនតើគឺអ្នកទិញម៉ោង2ម៉ោងគឺអស់ហើយហ្នឹងគេទៅចាប់ផ្ដើមចូលទេចែកទៅមុនគេអញ្ចឹងក៏នំនៅពេញគេច្រែងពេញល្អីអញ្ចឹងដែរតែពេលចូលតែ1ម៉ោង2ម៉ោងគឺនំហ្នឹងគឺរលុះអស់ហើយតែម្ដងគឺបងចូលចិត្តញ៉ាំមែនតើនំខ្មែររបស់យើងហើយនេះបែរគេលេងបែងជាប្រៃគេចង់ចាប់ដើមរៀបចំលេងហើយចាប់ដើមចាប់ដៃគូនេះអញ្ចឹងទៅហើយចែកទៅក៏ review បន្តទៀតគឺជានំកំពងបងប្អូនណាគឺជាកំពឹសកំពងគេដាក់រៀបចឹងមកដៃគាត់មានអនាម័យមែនតើគាត់មិនដូចមហូបឥណ្ឌាទេបងប្អូនណាគឺគាត់ប្រើតែដៃតែស្រុកយើងគេដៃដែរក៏យើងធ្វើជាស្រោមដៃស្អីមានអនាម័យអញ្ចឹងទៅវាមិនប្រឡាក់លាក់អញ្ចឹងគឺតំណងមែនតើឃើញទេដាក់ចឹងមកពេលដែលវាអណ្ដែតចេញទៅយើងអាចយកចេញមកក្រៅបានគឺជានំបំពងដែរបងប្អូនណាគឺមាននំចាក់ចូលមាននំពុំបងប្អូននំកំពុំខ្មែរយើងគឺឆ្ងាញ់មែនតើគាត់តែឃើញសិតតែដូងសិតតែល្ងគាត់ដាក់មកខ្ញុំឆើកមើលគាត់ចាក់អញ្ចឹងណាគឺចាក់បែបហ្នឹងមកគឺមានពុំគេដាក់ស្រាច់មកមួយតែ1000រៀលបងប្អូនណាគឺនំប៉ុណ្ណាណៃតែម្ដងនេះជានំចាក់ចូលខ្ញុំធ្លាប់ធ្វើបងប្អូនមើលម្ដងហើយជាស្លឹកត្រុសជាទឹកតអញ្ចឹងណាហើយជាផ្លាកគេតែមានតាមក្បួនតាមខ្នាតត្រឹមត្រូវនឹងមានផ្លាកនៅខាងមុខដែរអញ្ចឹងណាហើយបែរជាបង្អែមគ្រប់មុខអញ្ចឹងមកយើងពេលយើងទិញយើងញ៉ាំទិញទៅគេដាក់គ្រឿងក្រៅឲ្យជាក្រោយអត់តដាក់ទឹកពេកខ្មែររបស់ខ្ញុំក៏ខ្ញុំមិនបានស្គាល់អស់ដែរបងប្អូនណាគឺនំហ្នឹងវាប្លែកដែរអញ្ចឹងខ្ញុំមិនទាន់បានធ្វើញ៉ាំគ្រប់មុខហ្នឹងទេគាត់ថាថតបង្ហាញបងប្អូនថាស្រុកយើងគឺសម្បូរសប្បាយមែនទែនឲ្យតែមានបុណ្យទានបងប្អូនទៅតែលុយដូចតែខ្ញុំនិយាយអញ្ចឹងគឺបានញ៉ាំអាហារដែលប្លែកគឺឆ្ងាញ់មែនទែនគឺញ៉ាំដោយ
ជឿជាក់បងប្អូនណាគឺបងប្អូនក៏ធ្វើមានអនាម័យត្រឹមត្រូវរបស់នំខ្មែររបស់យើងមិនថាអាហារមិនថាម្ហូបមិនថាអីទេគឺមានសពគ្រប់បែបយ៉ាងទាំងអស់គឺតំណងឆ្ងាញ់មែនតែនតែម្ដងហើយមិនមែនតែខ្មែរញ៉ាំទេប្រទេសគេក៏ញ៉ាំដែររបស់នេះខ្ញុំឃើញប្រទេសបរទេសគាត់ញ៉ាំបាយជាទឹកសម្លប្រហើរឡការីគេដាក់មានត្រឹមត្រូវរបស់គេមានក្អមមានអីបាច់ដាច់ស្អាតហើយនេះបាយជាគ្រឿងសមុទ្រគេដាក់បែបហ្នឹងហើយក៏ដាក់កករឹកអីចឹងមកពេលដែលយើងចង់ញ៉ាំអីចឹងទៅយើងគេដាក់ស្រុះឲ្យឬក៏គេយកទៅអាំងចឹងមានទឹកជ្រលក់ត្រឹមត្រូវដូចឃើញស្រាប់ចឹងមានជ្រក់មានអីចឹងទៅបែបខាងនេះវិញគេឆឹងគេឆ្អិនហើយជាគ្រឿងរបស់គេបែបនេះវិញគឺបាយឆាគឺបាយឆាគេធ្វើបែបហ្នឹងគេគ្រាន់តែយកឆាគ្រឿងសមុទ្រឬក៏ចង់បានឆាសាច់ជ្រូកសាច់គោគេរួចជាស្រេចអានេះបាយជាឆាដែរគឺចង់ស៊ុបក៏បានឆាក៏បាននេះបងប្អូនណាគឺមីមានតាំងហ៊ុនមីស៊ូមីអីចឹងមកហើយជាខាងនេះទៀតហើយបងប្អូនណាគឺតំណងមែនតែនតែម្ដងហើយណាទៅដើរតាមហ្នឹងកលឹងមើលកលឹងចុះកលឹងឡើងក៏ស្រក់ទឹកមាត់ដែរបងប្អូនណាពេលថ្ងៃយើងហែវយើងដាក់តែអស់តែ5000រៀលទៅគឺឆ្អែតតែម្ដងអាហារអស់នេះគឺឆ្ងាញ់មែនតែនតែម្ដងមានគ្រប់រសជាតិតែម្ដងយើងអាសាចេញក្រៅទេបានរសជាតិប្លែកឆ្ងាញ់អញ្ចឹងណាអាហារនេះយើងក៏អាចធ្វើញ៉ាំបានដែរប៉ុន្តែយើងក៏ថាយូរយើងញ៉ាំម្ដងយើងទិញគេស្រាប់តែម្ដងទៅវាលឿនអញ្ចឹងណាអានេះបាយជាម៉ាក់អាំងទៀតហើយបងប្អូនហើយគឺបានមើលអាចជាអង្គពិតជាអែមតែម្ដងហើយជាពិសេសជួបជុំគ្នាចូលឆ្នាំអញ្ចឹងបងប្អូនចេញទឹកម្នាក់ចេញកាកមកគឺអូខេបាត់ទៅហើយអញ្ចឹងហើយគេបានវិចខ្ចប់ដាក់កំប៉ុងត្រឹមត្រូវបងប្អូនបើយើងទិញទៅបែបហ្នឹងបងប្អូនណាគឺតំណងមែនតែនតែម្ដងអាហារនេះគឺអត់មែនដដែលទេគឺថតដើរទៅមុខរហូតគឺគាត់លក់ជាប់គ្នាតែម្ដងតបរបស់គាត់ហ្នឹងណាខាងនេះគឺមានជើងមាន់អាំងប្រហិតអាំងឬក៏ហោដកអាំងអញ្ចឹងទៅបែរក៏មានដាក់អន្ត្រីលេងនៅម្ដងអារម្មណ៍ដែរណាបងប្អូនគឺមិនទាន់គេចូលតិចគេច្រៀងលេងដែរអញ្ចឹងណាហើយបាយគេរៀបទៀតហើយរៀបជាដាក់ដើមដាក់បណ្ដាហើយគឺស្អាតមែនទែនគាត់រៀបជាដូចថាគាត់លក់រាល់ថ្ងៃជាអាជីពរបស់គាត់ណាគាត់តាំងអឲ្យស្អាតមើលល្អមើលទៅយើងក៏ដើរទៅឃើញតំណងយើងក៏អាចចង់ទិញញ៉ាំអីអញ្ចឹងណាគឺអ្នកលក់គឺកំពុងតែត្រៀបត្រាកំពុងរៀបចំឲ្យស្មាននេះបងប្អូនណាហើយក៏ដាច់បដាដែរអញ្ចឹងណាខាងនេះក៏រៀបចំអញ្ចឹងហើយក៏ដាក់សើបថង់ពីលើកុំឲ្យមានរុយមានអីអញ្ចឹងក៏កុំឲ្យមានដីហូរហើយអីអញ្ចឹងទៅក៏មានអនាម័យរបស់គាត់អញ្ចឹងណាចឹងយើងធ្វើអញ្ចឹងទៅយើងញ៉ាំស្និទ្ធមាត់មែនតែម្ដងអ្នកលក់យើងក៏ត្រៀបត្រាសម្រាប់រៀបចំអាហារតុកលក់ចែកជូនបងប្អូនអ្នកទៅមើលកំសាន្តហ្នឹងដែរណាយើងមានប្រហិតគោប្រហិតអីគឺមានសពគ្រប់បែបយ៉ាងទាំងអស់មកដល់តែ1000ទេបងប្អូនណាគឺ3000សាច់គោបើយើងបែរជាខាងក្រៅនេះវិញពងទាពងមាន់អាំងមានពងក្រួយចឹងទៅបងប្អូនណាគឺច្រើនមែនតែនតែម្ដងហើយស្អីក៏មានដែរមិនខ្វះទេខាន់ចូលឆ្នាំហ្នឹងកំពុងសបោសបាយចាយលុយតែពេលចូលឆ្នាំហើយប្រហែលជាហិនទីអីហ្នឹងស៊ីសៀងហើយបើមិនសៀងពងទាតែប៉ុណ្ណឹងមានអីក្រៅពីហ្នឹងទេបើលុយចាយហើយយើងដើរចាក់សាំងចាក់អីទៅវាអស់ច្រើនយើងមានតែលុយណាតែច្រើនស្ដីគេយើងគ្រាន់តែលុយតិចតួចយើងក៏អាចដើរបានដែរអញ្ចឹងគ្រាន់តែញ៉ាំនេះញ៉ាំតិចតួចក៏អស់ច្រើនដែរបងប្អូនដូចខ្ញុំអត់ហ្នឹងចូលខមមិនម្នាក់មួយមកពេលតែលុយនឹងដៃចាយធូរដល់ពេលអស់បានទេបតឹងមកក៏បងប្អូនឲ្យរៀបខាងនេះក៏ស្អាតមែនតើ